មនុស្សដែលមានចិត្តល្អក៏មានកំហុសឬក៏ធ្វើខុសម្ដងម្កាលដែរប៉ុន្តែដើម្បីសម្គាល់ថាមនុស្សដែលមានចិត្តល្អតើយើងគួរសម្គាល់យ៉ាងម៉េចតោះយើងនឹងមានសញ្ញាមួយចំនួនដើម្បីសម្គាល់អំពីមនុស្សដែលចិត្តល្អទី1ស្មោះត្រង់និយាយការពិតមិនបោកប្រាស់និងទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនទី2មានចិត្តមេត្តាជួយអ្នកដទៃដោយមិនរំពឹងការតបស្នងទី3គោរពអ្នកដទៃប្រព្រឹត្តល្អចំពោះមនុស្សគ្រប់រូបមិនថាអ្នកមានឬអ្នកក្រទី4មិនច្រណែនឬព្យាបាទអាចរីករាយជាមួយនឹងភាពជោគជ័យរបស់អ្នកដទៃទី5រក្សាពាក្យសន្យាធ្វើតាមអ្វីដែលបាននិយាយប្រសិនបើអាចធ្វើបានទី6អត់ធ្មត់និងចេះអភ័យទោសមិនងាយខឹងឬក៏សងសឹកទី7មានភាពរាបសារមិនអួតឬមើលងាយអ្នកដទៃទី8ធ្វើល្អទោះគ្មានអ្នកឃើញភាពល្អរបស់គាត់មិនមែនធ្វើដើម្បីទទួលបានការសរសើរទេទោះជាយ៉ាងណាក៏គួរចងចាំថាគ្មានមនុស្សណាល្អឥតខ្ចោះទេមនុស្សដែលមានចិត្តល្អក៏អាចមានកំហុសឬក៏ធ្វើខុសម្ដងម្កាលដែរអ្វីដែលសំខាន់គឺគាត់ចេះទទួលស្គាល់កំហុសរៀនពីវានិងព្យាយាមកែលម្អខ្លួនជានិច្ចសូមអរគុណច្រើនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជម្រាបលា